បាទសម្រាប់បងប្អូនដែលប្រើ TikTok ហើយបងប្អូនអត់ចង់ឲ្យអ្នកដទៃចូលមកឆែកដឹងថាអ្នក follow មកកាន់យើងជានរណាឬក៏យើង follow ទៅកាន់អ្នកផ្សេងហ្នឹងជានរណាខ្លះទេបងប្អូនអាចចូលទៅបិទចំណុចនេះបាននៅក្នុង TikTok ហើយបងប្អូនមើលវីដេអូនេះបងប្អូននឹងអាចធ្វើបានទាំងអស់គ្នាដោយគ្រាន់តែចូលបិទតែប្រមាណចំណុចតែប៉ុណ្ណោះចុចតែ2 3ពឹងគឺជាការស្រេចអញ្ចឹងបងប្អូនចូលទៅសាររបស់មើលទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាចូលមកកាន់ បាទបន្ទាប់ពីចូលមកកាន់ TikTok អញ្ចឹងយើងចូលមកកាន់ profile របស់យើងណាចូលកាន់ profile ខាងក្រោមកន្លែងនេះអញ្ចឹងបន្ទាប់មកទៀតយើងចុចបាទចុចត្រេ3នៅខាងលើចុចសញ្ញាត្រេ3នៅខាងលើនេះបន្ទាប់មកទៀតបាទយក setting and privacy មកបាទអញ្ចឹងហើយយក privacy នេះថែមទៀតបងប្អូនបាទបន្ទាប់ពីចុចកន្លែងហ្នឹងអញ្ចឹងដើម្បីយើងបិទបាទនេះយើងបិទកន្លែងនេះបងប្អូនណាដើម្បីយើងកុំឲ្យគេចូលទៅឆែកនៅក្នុង account TikTok របស់យើងដឹងថាយើង follow ទៅនរណាខ្លះឬក៏អ្នកណាខ្លះជា fan នៅក្នុង TikTok របស់យើងណាអញ្ចឹងយើងចុចកន្លែងហ្នឹងមកបាទចុចកន្លែងហ្នឹងបើសិនជាបងប្អូនជាប់នៅខាងលើកន្លែងនេះ everyone នេះបងប្អូនយកកន្លែង only you មកអញ្ចឹងបានន័យថាអ្នកដទៃចូលទៅហើយចូលទៅឆែកមើលបាទអ្នក follow មកយើងឬក៏យើង follow ទៅនរណាក៏គេឆែកអត់បានទេអញ្ចឹងណាអញ្ចឹងបងប្អូនជ្រើសយកកន្លែង only you នេះមកបាទអូខេចុចតែប៉ុណ្្នឹងជាការស្រេចហើយបងប្អូនណាអញ្ចឹងគឺអ្នកដទៃគេចូលមកឆែកបាទ friendly របស់យើងគឺអត់បានទេអ្នក follow មកយើងណាបាទឥឡូវខ្ញុំប្រាប់ពីមួយចំណុចទៀតបងប្អូនតើតើទៅនឹងអ្នកដែលឆាតមកកាន់ TikTok របស់យើងផ្ញើ link ផ្ញើអីទៅប្រទេសទៅប្រដាស់មកច្រើនអញ្ចឹងណាអញ្ចឹងបងប្អូនអាចបិទបានចំណុចហ្នឹងអញ្ចឹងបងប្អូនគ្រាន់តែបាទមានដំបូងបងប្អូនចូលមកកាន់ TikTok យើងដូចគ្នាចូលមកកាន់ TikTok យើងអញ្ចឹងយកកន្លែងត្រេ3ខាងលើបន្ទាប់មកទៀតបងប្អូនយក setting and privacy អូខេបន្ទាប់មកទៀតបងប្អូនយកកន្លែងបាទ privacy ដូចគ្នាបាទ privacy អញ្ចឹងបងប្អូន scroll មកខាងក្រោមបន្តិចបងប្អូនមើលកន្លែងនេះបាទកន្លែងនេះអញ្ចឹងយើងចូលទៅបិទដើម្បីកុំឲ្យគេឆាតមកយើងបានពីព្រោះពេលខ្លះដូចជាក់ស្ដែងនៅក្នុង TikTok របស់ខ្ញុំគឺមានអ្នកឆាត link ឆាតអីមកច្រើនអញ្ចឹងណាហើយសិតតែអ្នកដែលយើងអត់ស្គាល់អញ្ចឹងចូលបិទគឺបងប្អូនចុចកន្លែងហ្នឹងចុចកន្លែងហ្នឹងបន្តមកទៀតបងប្អូនយកខាងលើកន្លែងនេះអូខេបន្តមកហើយបាទគឺយើងចុចបិទគឺដាក់កន្លែង no one នេះមកបងប្អូននៅខាងក្រោមគេបងអស់ហ្នឹងអញ្ចឹងយើងចុច tick កន្លែងហ្នឹងមកអញ្ចឹងគឺអត់មានអ្នកណាអាចឆាតមកយើងបានទៀតទេអញ្ចឹងណាតែបើយើងយកកន្លែង friend អាហ្នឹងបានន័យថាអ្នក friend របស់ខ្ញុំប្រហែល777នាក់អាចឆាតមកបានតែបើយើងយកអានោះខាងលើនេះនិយាយទៅឲ្យតែគេបានឃើញគឺគេឆាតមកព្រោះខ្ញុំដាក់អានេះកន្លែងនេះជាក់ស្ដែងគឺមានឆាតមកច្រើនហើយបើខាងលើអាហ្នឹងគឺ everyone ហ្នឹងគឺសេរីដូចគ្នាអញ្ចឹងណាអញ្ចឹងគឺគេឆាតមកយើងចូលផ្ញើ link ផ្ញើអីមកតាម TikTok អញ្ចឹងណាអញ្ចឹងបើបងប្អូនមិនចង់ឲ្យគេឆាតអីមកច្រើនញ៉ៃផ្ដេសផ្ដាស់បងប្អូនអាចដាក់កន្លែង no one នេះមកអញ្ចឹងគឺជាការស្រេចហើយ